ជំរាបសួរបាទសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះនឹងមានវីដេអូមួយតាក់ទងជាមួយនឹងវិធីសាស្ត្រខ្លះៗអំពីការថែទាំកូនជ្រូកអំឡុងពេលបំបែកចេញពីមេអញ្ចឹងមានន័យថាពេលដែលយើងបំបែកចេញពីមេជួបប្រទះនូវបញ្ហាតែងតែជួបនៅការកូនជ្រូកមិនសូវស៊ីចំណីស៊ីហើយរីអាច Amazing ស៊ីហើយមានបញ្ហាស្គមស្គាំងអញ្ចឹងបើសិនជាអ៊ំពូបងទាំងអស់កំពុងតែចិញ្ចឹមជ្រូកមានបញ្ហាបែបអស់ហ្នឹងយើងត្រូវធ្វើម៉េចយើងត្រូវដោះស្រាយបោរបៀបណាអញ្ចឹងគឺយើងត្រូវតែទី1វ៉ាក់សាំងបង្ការបានត្រឹមត្រូវទី2គឺជ្រើសរើសចំណីដែលបានត្រឹមត្រូវផ្ដល់ចំណីឲ្យបានល្អប្រសើរហើយនឹងទី4គឺបងប្អូនអរគ្នាត្រូវតែពិនិត្យមើលនៅទឹកដែលយើងផ្ដល់ឲ្យទៅទឹកដែលមានគុណភាពអត់ហើយយើងជាអ្នកថែទាំនឹងត្រូវតែពិនិត្យទាំងព្រឹកថ្ងៃត្រង់និងល្ងាចឲ្យបានត្រឹមត្រូវព្រោះវាជាចំណូលរបស់យើងវាជាទ្រព្យរបស់យើងហើយបងប្អូនអរគ្នាកំពុងតែចិញ្ចឹមជ្រូកហើយនៅមានបញ្ហាទាំងអស់ហ្នឹងដោយតែខ្ញុំរៀបរាប់ខាងលើបងប្អូនអរគ្នាអាចតំណងសាកសួរព័ត៌មានគ្រាន់តែយើងអាចប្រឹក្សាយោបល់ជាមួយគ្នាបានអំពីវិធីសាស្ត្រនៃការចិញ្ចឹមថែទាំកូនជ្រូកបាទសូមអរគុណសូមគោរព